ប៉ះសិនបើជាសួរបងប្អូនថាតនេបងប្អូនចូលចិត្តធ្វើអ្វីដែរបងប្អូនប្រកាសជាឆ្លើយហើយតាតនេគឺតនេហើយធ្វើអីទៀតមិនអញ្ចឹងចាប៉ុន្តែសម្រាប់ចៅគន្ធាវិញតាតនេគឺអត់ដែរតនេទេគឺរវល់រហូតតែម្ដងអូខេចាថ្ងៃនេះផងដែរគឺថាមករួមប្រហិតបន្លែញ៉ាំទៀតហើយឥឡូវនេះសូមបងប្អូនតាមដានពីរបៀបធ្វើប្រហិតបន្លែជាមួយនឹងនេះខ្ញុំទាំងអស់គ្នាចាចំពោះការធ្វើប្រហិតរុំបន្លែនេះគឺងាយស្រួលធ្វើចាមិនពិបាកទេពិបាកតែយើងខ្ជិលដែរចាថ្ងៃនេះគឺនាងខ្ញុំមានប្រហិតត្រីស្លាតនោះក៏រៀងច្រើនក្រែអញ្ចឹងហើយក៏មកធ្វើប្រហិតរុំបន្លែចាជាដំបូងគឺនាងខ្ញុំមានស្លឹកខ្ទឹមហើយនិងខ្ទឹមសហើយក៏បន្ថែមជាមួយនឹងម្សៅស៊ុបម្រេចស្ករហើយនិងប៊ីចេងចាដាក់ចូលទៅក្នុងត្បាល់ហើយបុកគ្រឿងផ្សំនឹងឲ្យបានម៉ត់ហើយបន្តមកទៀតក៏ដាក់ប្រហិតត្រីស្លាតចូលទៅក្នុងត្បាល់បុករហូតដល់ប្រហិតត្រីរបស់យើងនឹងបានស្វិតល្អចំពោះប្រហិតត្រីហ្នឹងគឺយើងយកទៅបោកក៏បានដែរប៉ុន្តែសម្រាប់នាងខ្ញុំគឺចូលចិត្តយកប្រហិតត្រីហ្នឹងទៅបុកនៅក្នុងត្បាល់គឺវាលឿនណាបងប្អូនគឺប្រើរយៈពេលត្រឹមតែ1នាទីអីហ្នឹងគឺប្រហិតត្រីយើងហ្នឹងបុកដកដៃលែងចង់រួចហើយគឺឡើងស្អិតតែម្ដងចាឥឡូវនេះប្រហិតត្រីបានបុករួចរាល់ហើយក៏មករៀបចំរួមជាមួយនឹងបន្លែហើយចំពោះបន្លែដែលត្រូវយកមកឲ្យប្រហិតត្រីរុំហ្នឹងបងប្អូនចង់ញ៉ាំបន្លែអីបងប្អូនដាក់បន្លែហ្នឹងទៅគឺយើងចង់រុំជាមួយនឹងបន្លែអីក៏បានដែរគឺទៅតាមចំណង់ចំណូលចិត្តហើយចំពោះការធ្វើប្រហិតរុំជាមួយនឹងបន្លែរបស់នាងខ្ញុំថ្ងៃនេះក៏មានបន្លែចម្រុះមុខច្រើនដែរចាមានតាំងពីម្រះមានតាំងពីស្និតពោតមានតាំងពីផ្សិតម្ជុលផ្សិតចំបើងហើយក៏មានជាមួយនឹងអូយស្អីខ្លះទេបងប្អូនហើយច្រើនណាស់ចាឥឡូវនេះបន្ទាប់ពីនាងខ្ញុំយកប្រហិតសាច់ត្រីរុំជាមួយនឹងបន្លែមកល្មមថាប៉ុណ្ណឹងល្មមញ៉ាំហើយក៏ដាក់បំពងម្សៅសិនហើយបើគិតថានៅឃ្លានទៀតក៏អាចបន្តចារុំបន្តទៀតពីព្រោះអីអានេះយើងរុំភ្លាមហើយយកទៅបំពងថ្មីគឺវាមានរសជាតិឆ្ងាញ់ជាងដែលយើងបំពងទុកអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាហើយឥឡូវនេះប្រហិតរុំបន្លែរបស់នាងខ្ញុំគឺចាប់ផ្ដើមចាស់ក្លិនឈ្ងុយមកហើយចំពោះការដាក់បំពងនេះមិនប្រើពេលវេលាយូរទេបងប្អូនចាបងភ្លក់ចូលទៅក្នុងខ្លាញ់ហើយប្រែផ្លែតមកមើលឃើញថាល្មមរៀងក៏ហប់ព្រឿងហើយគឺឆ្អិនហើយចាឥឡូវនេះគឺចាប់ផ្ដើមស្រង់សម្រាប់ខ្លាញ់ហើយចានេះគឺជាប្រហិតត្រីស្លាតរុំជាមួយនឹងបន្លែមិនមែនប្រហិតត្រីឆ្លាតទេណាបងប្អូនចាគឺត្រីស្លាតចាត្រីអត់ឆ្លាតជាងមនុស្សជាងប្រមាណទេចានេះគឺជាប្រហិតត្រីស្លាតបន្ទាប់ពីបំពងប្រហិតត្រីរួចរាល់ហើយក៏បន្ថែមមកបំពងជាមួយនឹងប្រហិតសាច់គោបន្ថែមតិចទៀតចាបន្ទាប់ពីបំពងប្រហិតរួចរាល់ហើយក៏យកប្រហិតហ្នឹងមករៀបចំបន្ថែមជុំជាមួយនឹងបន្លែចាមានដូចជាទឹកសក់ហើយក៏ដូចជាជីពងទាកូនចាដែលយើងត្រឡប់មកហៅថាជីពងទាកូនណោះចាការពិតគឺជាជីសង្កហុំបន្ទាប់ពីរៀបចំប្រហិតរួចរាល់អស់ហើយចាអត់មានអីទៀតទេមានតែចាត់ការបញ្ចូលមកតាមម្ដងចាហើយឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អចាអរគុណច្រើនបាយបាយ